ភ្ញាក់ផ្អើលតារាសម្ដែងជប៉ុនរូបសង្ហាម្នាក់ត្រូវប៉ូលីសប្រទេសឃើញសាកសពក្រោយបាត់ខ្លួនអស់4ខែនៅថ្ងៃទី17ខែមេសាឆ្នាំ2025នេះសារព័ត៌មាន Hokkei News បានចេញផ្សាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមគ្រួសាររបស់តារាសម្ដែងប្រុសវ័យក្មេង Etage Meisuke ប្រកាសថាតារាប្រុសរូបនេះបានទទួលមរណភាពទៅហើយក្នុងវ័យត្រឹម24ឆ្នាំតាមការបញ្ជាក់ពីសាច់ញាតិបានឲ្យដឹងថាលោក Etage Meisuke បានស្លាប់ក្នុងហេតុការណ៍មិនរំពឹងទុកមួយដោយសាកសពរបស់លោកត្រូវបានប៉ូលីសរកឃើញនៅក្រុងតូក្យូក្រោយបាត់ខ្លួនគ្មានដំណឹងរយៈពេល4ខែមកនេះសាច់ញាតិបានឲ្យដឹងទៀតថាលោក Meisuke មុនលាចាកលោកទៅនេះគឺលោកបានកើតមានជំងឺផ្លូវចិត្តដោយការពីដើមឆ្នាំកន្លងទៅលោកបានបាត់ខ្លួនភ្លាមផ្ដាច់ការតាក់ទងជាមួយសាច់ញាតិនិងមិត្តភ័ក្តិក្រុមគ្រួសារនិងខាងអាជ្ញាធរបានធ្វើការតាមរកលោករាប់ខែមកហើយដោយជាអាល់កុហុលពេលរកឃើញបែរជាឃើញលោកក្នុងសភាពបែបនេះទៅវិញដំណឹងមរណភាពរបស់តារាប្រុសរូបសង្ហា Etage Meisuke បានធ្វើឲ្យសាធារណជននៅជប៉ុនតក់ស្លុតចិត្តជាខ្លាំងមហាជនជាច្រើនបានសម្ដែងការរំលែកទុក្ខចំពោះក្រុមគ្រួសារលោកនិងសម្ដែងរសោកស្ដាយចំពោះការបាត់បង់តារាប្រុសដែលស្រស់សង្ហានិងមានទេពកោសល្យមួយរូបនេះ